និយាយតាមត្រង់បើសិនជាអេដមីនវិញសុកចិត្តដេកឈឺមិនទៅដេកសម្រាកនៅពេទ្យនោះដាច់ខាតស្រួលមិនស្រួលស្លាប់មុនជំងឺនេះទៅទៀតងាកមកចូលនៅក្នុងសាច់រឿងយើងវិញសុជាតាដែលធ្លាប់តែជាក្មេងស្រីរឹងមាំដែលមិនខ្លាចសូម្បីតែខ្មោចពេលនេះនាងចាប់ផ្ដើមមានអារម្មណ៍មួយកើតឡើងបូករួមជាមួយនឹងភាពងងឹតនៅក្នុងមន្ទីរពេទ្យផងអារម្មណ៍នោះគឺជាអារម្មណ៍ចាញ់ស្រាបទីកន្លែងរំពេចនោះភ្លៀងចាប់ផ្ដើមបន្តធ្លាក់យ៉ាងខ្លាំងលាយឡំជាមួយនឹងផ្គររន្ទះបង្កើតជាភ្លេចបន្ទូលមន្ទីរពេទ្យទាំងមូលត្រូវបានងងឹតដោយសារតែចរន្តអគ្គិសនីត្រូវបានផ្ដាច់ដោយពាក្យដែលគេតែងតែនិយាយថាខ្មោចគ្មានអ្វីគួរឲ្យខ្លាចអ្វីដែលគួរឲ្យខ្លាចគឺដាច់ភ្លើងបន្ទាប់ពីដាច់ភ្លើងសំឡេងប្រកាសអាសន្ននៅក្នុងពេទ្យបានពន្លឺឡើងបុគ្គលិកពេទ្យទាំងអស់បានរត់ចែកជើងគ្នាតម្រង់ទៅបន្ទប់ធំដែលជាទីកន្លែងសម្រាប់ប្រជុំនិងជាទីកន្លែងសម្រាប់បែងចែកបន្ទប់ដើម្បីមើលថែអ្នកជំងឺសកម្មភាពនេះត្រូវបានកើតឡើងដោយសារតែអ្នកជំងឺជាច្រើនត្រូវការជំនួយព្រោះតែអ្នកជំងឺកម្រិតធ្ងន់ត្រូវការអុកស៊ីសែននិងត្រូវការដោះស្រាយជាបន្ទាន់ជាមួយមន្ទីរពេទ្យម៉ាស៊ីនភ្លើងសម្រាប់មន្ទីរពេទ្យមិនអាចផ្ដល់នូវថាមពលគ្រប់គ្រាន់ឲ្យទៅមន្ទីរពេទ្យបានទេក៏ព្រោះដោយសារតែអ្នកជំងឺជាច្រើនមកសម្រាប់ព្យាបាលនៅទីនោះហើយក៏ដោយសារតែពេលនោះប្រទេសយើងកំពុងតែមានជំងឺកូវីដឆ្លងរាតត្បាតផងដែរហេតុការណ៍ដ៏រន្ធត់នេះក៏នាំអារម្មណ៍ឲ្យខ្ញុំនឹកឃើញថាប្រសិនបើជាខ្ញុំនៅក្នុងហេតុការណ៍នោះខ្ញុំប្រកាសជាគៀងបេះដូងស្លាប់ជាក់ជាពុំខានព្រោះបងប្អូនដឹងហើយថាមន្ទីរពេទ្យគឺជាទីកន្លែងសង្គ្រោះអ្នកជំងឺហើយក៏ជាទីកន្លែងដែលអ្នកជំងឺស្លាប់ច្រើនបំផុតផងដែរតើមានអ្វីកើតឡើងប្រសិនបើពេទ្យមួយមានបរិយាកាសងងឹតសូន្យឈឹងបូករួមជាមួយនឹងភ្លៀងខ្លាំងហើយមានផ្គររន្ទះទៀតចង់គៀងបេះដូងសំបីតែគិតក៏មិនហ៊ានស្រមៃហើយនៅក្នុងរឿងនេះដែរខ្ញុំក៏សូមសំណូមពរទៅពេទ្យមួយចំនួនគួរណាតែរៀបចំរបស់របរប្រើប្រាស់សម្រាប់អ្នករបួសធ្ងន់ក្តីប្រើប្រាស់សម្រាប់សាកសពក្តីគួរណាតែមានបន្ទប់ដាក់ដោយឡែកនិងឲ្យឆ្ងាយពីបន្ទប់សម្រាប់ព្យាបាលអ្នកជំងឺទូទៅដើម្បីកាត់បន្ថយជំងឺគៀងបេះដូងនិងជំងឺវិកលចរិតផងដែរព្រោះអ្នកជំងឺដែលមកព្យាបាលនៅទីនេះសង្ឃឹមថាទៅវិញជាសះស្បើយមិនមែនត្រឡប់ទៅវិញបន្ថែមនៅជំងឺសតិអារម្មណ៍នោះទេខ្ញុំនិយាយមែនគឺនិយាយមុខស្ងួតតែបែបនេះក្នុងពេទ្យនោះប្រកាសជាសម្បូរទៅដោយជំងឺគៀងបេះដូងជាក់ជាពំខានតើបងប្អូននិងហ្វេនដឹងទេថាមន្ទីរពេទ្យនោះនៅទីណាហើយមានឈ្មោះអ្វីបើដឹងជួយប្រាប់ផងខ្ញុំនឹងប្លុកពេទ្យនោះមួយចោលសំបីតែជីកាត់ក៏មិនហ៊ានមើលដែរ